សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការបង្កើត developer នៅក្នុង Microsoft Word តែជាដំបូងយើងត្រូវចូលទៅក្នុង file ហើយបន្តទៀតគឺយើងយកពាក្យថា option បន្តទៀតវានឹងចេញ background แบบនេះហើយនៅក្នុងដល់ពេលដែលវាចេញ background នេះគឺយើងយកពាក្យថា customize Robin ហើយយើងទៅលេខមក background នៅខាងនេះគឺនឹងមានពាក្យមួយថា developer អញ្ចឹងយើងคลิกលើវាមកហើយបន្តមកទៀតយើងចុច OK អញ្ចឹងដល់ពេលនេះយើងនឹងឃើញផ្ទាំង developer នឹងនេះវានឹងអាភានឹងលើនេះហើយអញ្ចឹងផ្ទាំង developer នេះវាមានការមាន tool ជាច្រើនដើម្បីយើងធ្វើនៅក្នុង Microsoft Word ដែលមានបង្កើតជា list បង្កើតជា structure ផ្សេងហើយក៏វាមានចងទាក់ទងជាមួយនឹងការដាក់ password ដែរដាក់ password document របស់យើងដើម្បីកុំឲ្យអ្នកផ្សេងអាចបើកប្រើការបាន